bạn groupជំរាបសួរពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំផងនេះជាដំណាំដូងដែលខ្ញុំដាំដោយផ្ទាល់ដៃហើយនេះផ្លែវាមើលទៅវាមិនផ្លែច្រើនឯណាស់ទេប៉ុន្តែផ្លែច្រើនគួរសមដែរបាទនេះរដូវនេះជារដូវប្រាំងចឹងហើយយើងត្រូវថែទាំវាក្នុងការដាក់ជីហើយនឹងទឹកបាទមើលថែបាទនេះផ្លែវាច្រើនគួរសមដែរនេះក្នុងចំការនេះជាដូងលឿងដែលខ្ញុំបានបង្ហាញច្រើនដងហើយគ្រាន់តែវានៅតែស្អាតចឹងដូងលឿងពណ៌លឿងមកនេះនៅក្នុងចំការបាទផ្លែច្រើននៅផ្លែច្រើនបាទបើមកដើមនេះវិញយើងទុកឲ្យទុំឃើញថាវាផ្លែធំល្អផ្លែធំហើយច្រើនអញ្ចឹងយើងទុកឲ្យវាទុំទុកធ្វើពូជបងប្អូនកុំភ្លេចចូលទស្សនាហើយកុំភ្លេចជួយចុច Subscribe ឲ្យផងបាទអរគុណច្រើនជម្រាបលា